បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រមួយក្នុងការដោះស្រាយ account ដែលជាប់ lock ហើយ account គាត់នេះជាប់ជាង1ឆ្នាំហើយដោយសារវាអត់ទាមទារ verify ជាមួយ email ឬលេខទូរស័ព្ទអីទេគឺវាទាមទារ verify ជាមួយនឹងលេខ Visa card credit card ដែលគាត់បានប្រើពីមុនមកហើយ Visa card ហ្នឹងគឺឈប់ប្រើយូរហើយឬក៏វា expire ហើយបាត់យើងអត់មានលេខដែលត្រូវបំពេញដើម្បីដោះស្រាយបញ្ហាហ្នឹងទេឥឡូវនេះខ្ញុំព្យាយាម log in តាមកុំព្យូទ័រហើយខ្ញុំដូរវាទៅជា mobile mode ឥឡូវខ្ញុំចុច F12 ហើយខ្ញុំដូរវាទៅជា mobile mode ដើម្បីចង់ដឹងថាតើនៅពេលយើងដាក់ mobile mode អញ្ចឹងវាឲ្យ verify តាមរយៈវិធីសាស្ត្រផ្សេងទៅអត់អញ្ចឹងអត់មាន option ណាដែលត្រូវ verify ទេឥឡូវខ្ញុំសាកដាក់ basic មក basic ហ្នឹងគឺជាលក្ខណៈ mobile mode basic ក៏អត់ដើរទេបាទអញ្ចឹងបញ្ហានេះគឺជាបញ្ហាដែលពិបាកដោះជាងគេគឺថាគាត់ជាប់ជាង1ឆ្នាំហើយនៅកន្លែងនេះគឺយើងអាចឆាតទៅ support បានគឺខ្ញុំបានធ្វើតែហើយនៅពេលដែលយើងចុចប៊ូតុងឆាតទៅ support ហ្នឹងគឺ support វានឹងឲ្យយើងថតវីដេអូហើយនឹងជាប់ជាមួយនឹងលេខកូដ selfie ដើម្បីផ្ញើទៅ Facebook ប៉ុន្តែវិធីសាស្ត្រហ្នឹងគឺយូរបាទយូរហើយខ្ញុំផ្ញើទៅវាក្រឆ្លើយតបពេកអញ្ចឹងគឺខ្ញុំប្រើវិធីសាស្ត្រផ្សេងឥឡូវនេះខ្ញុំបើកកម្មវិធី Early Player នេះគឺជាកម្មវិធីទូរស័ព្ទសិប្បនិម្មិតនៅលើកុំព្យូទ័របាទបើសិនជាបងមានទូរស័ព្ទ Android បងអាច download កម្មវិធី Facebook Live ដោយសារខ្ញុំមាន Android អញ្ចឹងខ្ញុំប្រើកម្មវិធីនេះជំនួសទូរស័ព្ទបងប្អូនអាច log in account នៅលើកម្មវិធី Facebook Live មកនៅពេលដែលចុច next មកទៀតមកមួយយើងចង់ដឹងថាតើវាទាមទារ verify ជាមួយ Visa card ទៀតអត់បាទអូខេអញ្ចឹងបើសិនជាទូរស័ព្ទបងប្អូនពេលចុចទៅចេញមានថាយើងមានសង្ឃឹមហើយវាទី1យើងអាចដាក់ email ចូលហើយនឹង upload តែញបានឬ ID ផ្សេងដូចជា passport ឬក៏បានបបោបានឥឡូវខ្ញុំចុច next ទៀតឥឡូវបងប្អូនអាចដាក់ email ថ្មីក៏បានឬក៏ email ដែលបងប្អូនប្រើជាមួយនឹង Facebook នឹងរាល់ថ្ងៃក៏បានដែរខ្ញុំចុចឥឡូវយើងមើលFacebook ផ្ញើកូដមកសិនដើម្បីដឹងថា Facebook ដើម្បីបញ្ជាក់ email របស់យើងបាទនេះបាទ Facebook ផ្ញើកូដមកហើយបងប្អូន copy កូដហ្នឹងមកហើយយកទៅដាក់កន្លែង confirm ហ្នឹងមកអូខេអញ្ចឹងដល់កន្លែងនេះគឺយើងអាចជ្រើសរើស passport បានបើកបឬក៏តាក់ញបានអញ្ចឹងវាមានច្រើនជម្រើសទីបាទតែជម្រើសដែលដំបូងគេមាន passport បានបើកបហើយនឹងតាក់ញបានអញ្ចឹងខ្ញុំដាក់បានបើកបដោយសារខ្ញុំមានបានបើកបអញ្ចឹង upload ចូលមកអញ្ចឹងបញ្ជាក់បងប្អូនបានបើកបហ្នឹងគឺត្រូវតែថតឲ្យច្បាស់ហើយឲ្យត្រង់កុំឲ្យដាច់គេមកបងប្អូនហើយ background យើងរោយពណ៌សុទ្ធមកអញ្ចឹងខ្ញុំបានផ្ញើទៅហើយយើងរងចាំរយៈពេលអាចនឹង10 20នាទីឬក៏កន្លះម៉ោង2ម៉ោងអីហ្នឹងឬក៏មួយថ្ងៃក៏មានដែរឥឡូវនេះ30នាទីក្រោយ Facebook បានឆ្លើយតបមកហើយបាទនេះបាទអញ្ចឹង Facebook វាផ្ញើមក email ដែលយើងបានដាក់មិញហ្នឹងហើយពេលដែលផ្ញើមកយើងអាចចុចប៊ូតុងពណ៌ខៀវនេះក៏បានឬក៏យើង log in ដោយប្រើ password បណ្ដោះអាសន្នដែល Facebook ដាក់ឲ្យហ្នឹងបញ្ជាក់ password ហ្នឹងមិនមែនជា password ដែលយើងប្រើរហូតទេបងប្អូនក៏យើង log in ជាមួយ password ហ្នឹងមក Facebook វាឲ្យ log in ចូលហើយអូខេអញ្ចឹងយើង copy password ហ្នឹងមកហើយ email របស់យើងដែលដាក់មិញហ្នឹងចុច log in អូខេអញ្ចឹងបាន confirm រួចហើយមានថាយើងបានដោះស្រាយបញ្ហានឹងបានហើយយើងចុច next ទៀតមកកន្លែងនេះគឺវាសួរ email យើង email នឹងត្រឹមត្រូវអត់អូខេយើងចុច next ទៀតមក your new login detail អូខេនេះជា email យើងវាជា email យើងពេលចុច OK មកគឺយើងបាន confirm បានយកជ័យហើយអូខេ
អូខេឥឡូវយើងបានដោះស្រាយដល់ចូលចិត្តហើយអញ្ចឹងបងប្អូនដែលមានបញ្ហាជាប់ Visa card ហ្នឹងអាចធ្វើតាមវិធីនេះបានហើយ account គាត់នេះគឺជាប់រយៈពេល1ឆ្នាំជាងបងប្អូន1ឆ្នាំហើយគឺគាត់ជាប់នៅនឹងឯងគឺថ្ងៃនេះដោះស្រាយបានហើយបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាពីដើមរហូតដល់ចប់កុំភ្លេចជួយចុច like subscribe channel របស់ខ្ញុំផងខ្ញុំនឹងចែករំលែកវីដេអូថ្មីៗទាក់ទងនឹងការដោះស្រាយបញ្ហា Facebook ឬក៏ទាក់ទងនឹងដំណោះស្រាយផ្សេងៗទៀតបាទសូមអរគុណ